តោះឥឡូវយើងទៅ make up អក្សរយើងទៅលេង style ទៅលើអក្សរយើងម្ដងអញ្ចឹងយើងមើលមកផ្នែកខាងក្រោមនេះយើងឃើញថាមាន element 3សំខាន់ដែលតាំងដល់អក្សរ B អក្សរ I និងអក្សរ U យើង select ទៅលើ cell ដែលមានអក្សរនៅនឹងមកតមកកន្លែងអក្សរ B នេះគឺធ្វើឲ្យអក្សរឡើងក្រាស់ណាពេលចុចទៅឃើញវាឡើងហ្នឹងអញ្ចឹងដាក់នឹងអត់សូវឃើញយើងដូរ font ទៅ Arial វិញណាឡើងក្រាស់អញ្ចឹងអូខេហើយវាចេញសញ្ញាប្រអប់4ជ្រុងពណ៌រាងប្រផេះបើយើងចង់ដកវាវិញក៏ចុចលើវាមួយមកវាមកធម្មតាដូចគ្នាដែរហើយចំពោះ I គឺ italic វាធ្វើអក្សរនឹងឡើង straight អញ្ចឹងពេលយើងចង់ដកវាយើងដាក់មួយអក្សរ U នេះគឺជាកន្លែងដែលយើងចាប់បន្ទាត់ហើយការចាប់បន្ទាត់នេះទៀតសោតយើងមាន2 option ណាឃើញប្រូនទូចមួយគៀនហ្នឹងឯងអញ្ចឹងបើយើង click មកយើងឃើញថាបន្ទាត់មាន2មាន single មាន double ណាវាបង្ហាញនិមិត្តសញ្ញានៅលើហ្នឹងឯងអញ្ចឹងឧទាហរណ៍ខ្ញុំចុចលើ single គឺវានឹងចេញ1អញ្ចឹងបើខ្ញុំចុចលើ double វាចេញ2អញ្ចឹងហើយយើងចង់ដោះវាវិញគ្រាន់តែចុចលើវាមួយមកគឺវាអូខេទាំង3នេះក៏មានលក្ខណៈបត់បែនដែរឧទាហរណ៍ខ្ញុំចង់ select តែ2អក្សរនេះឲ្យវាឡើងជាអក្សរដិតខ្ញុំចុចលើវាមក2 3អក្សរហ្នឹងឡើងដិតណាហើយខ្ញុំចង់ឲ្យមួយអក្សរនេះទៅជាអក្សរ straight ខ្ញុំអាចចូលទៅ sentence ហ្នឹង select អក្សរហ្នឹងមកណាធ្វើឲ្យវា straight ចុចអក្សរ I មក enter មកឃើញ straight មួយហើយអូខេ underline ក៏ដូចនេះដែរណាចាក់បន្ទាត់ដូចនេះដែរខ្ញុំចង់ចាក់ត្រឹមតែប៉ុណ្ណេះចុចលើវាមកវាចាក់ប៉ុណ្្នឹងឲ្យចង់ដាក់ W នេះWO នេះបន្តមកជាន់គូវាចេញឲ្យដែរ